ក្តៅថៃប្រកាសត្រៀមវាយកម្ពុជា 100% ខណៈសៀមមិនហ៊ានតដៃជាមួយភូមាផងណាភូមាជាមួយកម្ពុជាពួតដៃដែរសំពងថៃស្អីគេថៃរកវាយកម្ពុជាផងសិតតែត្រៀមខ្លួន 100% អូខេមិនមកភូមារួបរวมជាមួយកម្ពុជាសំពងថៃវាយគ្នាតែម្ដងទៅបាទនេះគឺជារឿងក្តៅគឺគុកមួយแชร์ជាបន្ទាន់ប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថៃកំពុងតែវ៉ាន់កពិតាខ្លួនឯងកំពុងតែឆែកតែបែរជាមកអួតក្អែងក្អាងក្តែងដាក់កម្ពុជាត្រៀមវាយកម្ពុជា 100% នេះគឺជាដំណឹងក្តៅកគុកប្រិមិត្តបងប្អូនយើងแชร์ជាបន្ទាន់ពាក់ព័ន្ធទៅនឹងរឿងព្រំដែនកម្ពុជាថៃកំពុងតែក្តៅបាទទើបតែស្រក់ទឹកហើយថ្មីថៃគ្មានអីលេងមានតែលេងជាមួយកម្ពុជាក៏ប៉ុន្តែខាងលិចឯណោះបាទភូមាមីយ៉ាន់ម៉ាកំពុងតែចង់លេងដែរលេងជាមួយនឹងប្រទេសថៃនេះតែម្ដងបាទល្បីថាថៃណាស់ក្រអឺតក្រទមដល់កម្ពុជាឥឡូវត្រូវថ្មោងត្រូវក្របបាទប្រទេសភូមាទម្លាក់ក្របជាហូហែននៅតំបន់ព្រំដែនក្បែរនោះត្រូវរបួសប្រជាពលរដ្ឋប៉ាម៉ានអ្នកហើយបាទ4 5 6អ្នកហើយពាក់ព័ន្ធផ្ទាល់ទៅនឹងស្ថានភាពនៅព្រំដែននោះក៏ប៉ុន្តែថៃនេះមិនចោលនោះទេមិនចោលអូនកម្ពុជានោះទេបាទគឺចេញមកឲ្យថៃត្រៀមប្រយុទ្ធ 100% ជាមួយកម្ពុជាទាំងដែលខ្លួនឯងណាកំពុងតែវ៉ាន់កពេញនឹងក្រោយពីផ្ទុះគ្រោះទឹកចំនួនវាយលុកធ្ងន់ធ្ងរតំបន់ភៀកខាងត្បូងប្រទេសថៃឯណាឥឡូវនាគសាកសពប្រមាណឲ្យចូលជិត 2000 នាក់ហើយតាមប្រភពច្បាស់ការបាទកំពុងតែរិះគន់សម្ពងទៅកាន់នាយករដ្ឋមន្ត្រីលោកអនុทิនឆានវីរៈកូលនាយករដ្ឋមន្ត្រីកណ្ដត្រៀមធួដន្លងស្ដេចថៃណាបាទនេះគឺរឿងហ្នឹងរឿងដែលអស់សំណោចនោះគឺអនុทิនត្រីរះជេរឿងសាកសពមូស្លីមទើបយោធាថៃបង្កើតរឿងបាទសង់របងត្រៀមវាយខ្មែរបែបអញ្ចឹងណាថៃចង់បំបែងដានមែនឬក៏យ៉ាងណាប្រិយមិត្តទើសម្ដាប់ជាមួយខ្ញុំទាំងអស់គ្នាឲ្យចប់ណាខ្ញុំនឹងរៀបរាប់ដំណឹងនេះចែកជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធរឿងហ្នឹងណាបាទបន្ទាប់ពីសបាយគ្រោះទឹកចំនួនហើយណាក៏ប៉ុន្តែសាកសពឯណោះឡើងអោយប៉ាសាយខ្ទង់រយខ្ទង់ពណ៌ណាបាទសាកសពនេះត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនណាស់បាទដល់ទៅពណ៌ណា2000ក៏ថាបានដែរអានឹងគឺសាកសពនៅភូមិខាងត្បូងប្រទេសថៃរងគ្រោះដោយសារទឹកជំនន់ឥឡូវថៃអត់រៀងគម្រាមវាយកម្ពុជាបាទត្រៀមខ្លួន100%តែហ្មងប្រិយមិត្តបងប្អូនយើងស្វាគមន៍មកកាន់ Channel ហៀងសានវងតើបងប្អូនជឿទេថាប្រទេសមួយដែលកំពុងតែមានបញ្ហាវ៉ាន់កទាំងក្នុងនិងក្រៅបែរជាមានពេលមកប្រកាសក្តែងប្រកាសសង្គ្រាមជាមួយនឹងអ្នកជិតខាងទៅវិញបាទនេះគឺជាសំណួរមួយនេះគឺជាអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសសៀមតែម្ដងបាទខណៈដែលរឿងអាស្រ័យសាកសពដល់ទៅជិត 2000 សាកសពឯណោះកំពុងតែផ្ទុះខ្លាំងនៅក្នុងប្រទេសសៀមសំពងនាយករដ្ឋមន្ត្រីអនុทิនអើយហើយនៅរឿងព្រំដែនមកខាងទៀតកំពុងរងក្របពីប្រទេសភូមាឬក៏ប្រទេសមីយ៉ាន់ម៉ាណាស្រាប់តែថៃជ្រៀតមកគម្រាមកម្ពុជាថែមទៀតថាចេះត្រៀមខ្លួន 100% ដែលប្រយុទ្ធបាទសិនជាអ្នកភូមិព្រៃច័ន្ទនឹងជោគជ័យណាអត់ចាក់ចេញនោះទេបាទត្រៀមប្រយុទ្ធទៅណាមានតែវាយថៃឯងហ្នឹងឲ្យប៉ោងខោឲ្យប៉ោងអាវតែម្ដងទេបាទតើនេះជាភាពខ្លាំងពិតប្រាកដឬក៏គ្រាន់តែជាល្បិចយកដៃបិទបាំងព័ត៌មានយកដៃបាំងមេឃដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាជនសៀមខ្លួនឯងថៃឆ្លើយតិចមើលរដ្ឋមន្ត្រីការពារជាតិថៃនិងផែនការ3យ៉ាងថៃរឿងទី1ប្រិយមិត្តបង្គោលការគម្រាមដ៏គួរឲ្យអស់សំណើចបាទជាដំបូងយកមកមើលការគម្រាមកំហែងរបស់ថៃថ្មីនេះរដ្ឋមន្ត្រីការពារជាតិថៃធ្វើមុខដូចជាគេផោមស្អុយណាបាទលោកណាត់តផុចបានចេញមកប្រកាសយ៉ាងកងរំពឹងថាយោធាថៃមានការត្រៀមខ្លួនប្រយុទ្ធ 100% នៅព្រំដែនជាមួយកម្ពុជាណាមិនតែប៉ុណ្ណោះទេពួកគេថែមទាំងមានផែនការ3យ៉ាងគឺទី1ដាក់បង្គោលព្រំដែនជាបន្ទាន់ទី2សាងសង់របងបិទព្រំដែននៃចន្ទ្របុរីនិងត្រាត3ត្រៀមជំលាកប្រជាពលរដ្ឋបាទប្រជាជនកម្ពុជាចេញពីតំបន់ណង់ច័ន្ទហ្នឹងគឺភាសាថៃណាសម្ដីនេះស្ដាប់ទៅហាក់បីដូចជាថៃនេះខ្លាំងណាស់សម្បើមណាស់ហាក់ដូចជាបាតស័កមហាអំណាចយោធាអញ្ចឹងណាបាទអាហ្នឹងគឺថៃបើចង់ទៀតគ្រោះធម្មជាតិកំពុងតែស្វាគមន៍ទេកំភ្លៀងថៃហើយថៃអាំងចូលមកបាទមានមកជាមួយកម្ពុជាគ្រោះធម្មជាតិនានាសម្ពងថៃឲ្យលិចណាមើលប៉ុន្តែបើយើងក៏លិចទៅមើលប្រទេសរបស់ថៃផ្ទាល់វិញណាគឺកំពុងតែឆែកសុន្ធរសន្ធៅបាទអាហ្នឹងគឺមួយផ្នែកទៀតនោះរឿងអាស្រូវលោកអានុទីន2000សាកសព
ជំលក់ផ្ទៃក្នុងប្រជាពលរដ្ឋថៃខ្លួនឯងកំពុងតែរករឿងហ្នឹងរឿងដែលគួរឲ្យអាម៉ាស់អាសាច់គេបំផុតដែលថៃកំពុងតែលាក់បាំងរឿងរ៉ាវរបស់លោកអានូទីនហ្នឹងឧបនាយករដ្ឋមន្ត្រីថៃផ្នែកក្រសួងមហាផ្ទៃណាដែលកំពុងរករហស្សនាមថាអានូទីន1000សាកសពគេឲ្យប្រសិទ្ធនាមឈ្មោះថ្មីទៅកាន់លោកអានូទីនហ្នឹងថាអានូទីន1000សាកសពកាលពីមុនមានឈ្មោះមួយទៀតគេហៅថាកណ្ដោនាយករដ្ឋមន្ត្រីកណ្ដោលក់កញ្ឆាឬក៏នាយករដ្ឋមន្ត្រី4ខែឥឡូវនេះប្រជាពលរដ្ឋថៃដែលច្រាញ់ពួករដ្ឋាភិបាលលោកអានូទីននេះដាក់រហស្សនាមឲ្យអានូទីនថាអានូទីន1000សាកសពរឿងនេះបានទោះឡើងបន្ទាប់ពីលោកអានូទីនបានស្រែកថាសាកសពបងប្អូនមូស្លីមដែលកប់រួចហើយមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីនោះទេហើយរដ្ឋាភិបាលក៏មិនចំណាយលុយសំណងសំបីតែមកកាក់ម៉ាស៊ីនអានឹងគឺពាក់ព័ន្ធទៅនឹងការរើសអើងដែរណាបាទការប្រមាថនេះបានធ្វើឲ្យមេដឹកនាំសាសនាអ៊ីស្លាមនៅថៃណាខឹងសម្បាយយ៉ាងខ្លាំងរហូតដល់ហ៊ានប្រកាសតបវិញថាបើលោកអានូទីនចង់បានចំនួនពិតគឺមានតែគាស់សាកសពដែលកប់ហើយនោះយកមកពិនិត្យឡើងវិញដើម្បីឲ្យសមចិត្តលោកឯងអានេះគឺប្រជាពលរដ្ឋសំពងទៅកាន់នាយករដ្ឋមន្ត្រី4ខែកណ្ដោគឺអានូទីនយ៉ាងហើយប្រិយមិត្តបាទគេថាបើអានូទីនចង់ដឹងចំនួនពិតគឺមានតែគាស់សាកសពដែលកប់ហើយនោះបាទយកមករាប់ខ្លួនឯងទៅបងប្អូនគិតមើលថាសូម្បីតែសាកសពប្រជាពលរដ្ឋខ្លួនឯងក៏រដ្ឋាភិបាលថៃគ្មានសមត្ថភាពស្អីដោះស្រាយនិងគ្មានធម៌មេត្តាអីតទៅសោះតើមានកម្លាំងចិត្តអីណាប្រកាសត្រៀមប្រយុទ្ធជាមួយកម្ពុជានោះបាទអានឹងគឺរឿងនឹងឆ្លើយតបពាក់ព័ន្ធទៅនឹងលោករដ្ឋមន្ត្រីការពារជាតិថៃប្រកាសគោកថាត្រៀមខ្លួនប្រយុទ្ធ 100% ចូលមកបាទហើយស្របពេលមេតបកម្ពុជារបស់យើងបាទមានវត្តមានលេចមុខសារជាថ្មីណាអាដាមឧត្តមសេនីយ៍ឯកស្រីដឹកដែលខ្ញុំបានធ្វើវីដេអូមួយឃ្លីបពាក់ព័ន្ធក៏នៅដឹងរឿងដែលពីកចាមរាមនឹងខ្លាយថាគាត់ស្លាប់នឹងគឺថ្ងៃនេះបានឃើញចាក់ស្ដាយនឹងភ្នែកហើយបាទសម្ដេចមែនសំអនយកអំណោយនានាទៅជូនកងទ័ពកម្ពុជាដែលក្នុងនោះយើងឃើញចាក់ស្ដាយនឹងភ្នែកមេទ័ពកម្ពុជាខ្លាំងពូកែដែលថៃធ្លាប់ខ្លាយរអែនោះគឺឧត្តមសេនីយ៍ឯកស្រីដឹកហ្នឹងហើយត្រៀមទប់ទល់ជាមួយថៃបើសិនជាថៃហ៊ានតែម្ដងទៀតណាស្វាគមន៍ថៃឯងជានិច្ចបាទបូកផ្សំជាមួយភូមាខាងលិចដាក់ថ្មងថៃអាណានៃតែម្ដងទៅរឿងទៀតនោះប្រិមិត្តបងប្អូនព្រំដែនភូមានិងភាពឯកោផ្នែកការទូតមិនអស់ត្រឹមនឹងទេនៅព្រំដែនខាងលិចឯណោះថៃកំពុងតែរងគ្រាប់ឡោងពីសង្គ្រាមនៅប្រទេសមីយ៉ាន់ម៉ាឬក៏ហៅថាប្រទេសភូមាដែលបាញ់ឆ្លងមកបណ្ដាលឲ្យពលរដ្ឋថៃហ្នឹងរងរបួសវេទនានៅក្បែរព្រំដែននានានោះបាទនៅខេត្តតាក់ថៃមិនហ៊ានតបតជាមួយប្រទេសភូមានោះទេបាទបានត្រឹមតែឈោមើលសម្លឹងឬក៏ហៅចរចាប៉ុណ្ណឹងឯងអត់ហ៊ានជាមួយភូមាទេរីឯនៅលើខាងអន្តរជាតិឯនោះវិញថៃបានព្យាយាមធ្វើសន្និសីទកាសែតរឿងគ្រាប់មីនដល់ទៅ10ដងឯនោះដើម្បីតាក់ទាញចំណាប់អារម្មណ៍ប៉ុន្តែគ្មានបរទេសណាពើនោះទេអានេះគឺពាក់ព័ន្ធនឹងរឿងមីនដោយសារតែអីគេដឹងថាកម្ពុជានេះមានសង្គ្រាមតាំងពីសម័យអតីតកាលបាទសង្គ្រាមមុននោះដល់ពេលចិនវាសៃសល់គ្រាប់មីនទាំងឡាយនោះដល់ពេលចិនហើយបរទេសនានាពីណាគេទៅជឿថៃឯងដែលថាថៃឯងខំប្រឹងសម្ដែងភូតកុហកបោកប្រាស់រឿងមានរឿងអីណាគេដឹងថាកម្ពុជាសម្បូរទៅដោយរឿងហ្នឹងហើយថៃឯងប៉ះកាត់លះបង្កបញ្ហាពាក់ព័ន្ធនឹងរឿងមានហ្នឹងគឺចង់តែមួយយ៉ាងទេចង់ដោះមានចេញឲ្យប្លន់យកទឹកបីគេតែប៉ុណ្ណឹងស្មានគេល្ងងមែនណាសៀមដល់ពេលអញ្ចឹងខំប្រឹងធ្វើសន្និសីទកាសែតដល់ទៅ10ដងប៉ុន្តែគ្មានចំណាប់អារម្មណ៍បរទេសណាមួយអើពើចាប់អារម្មណ៍ទាក់ទិនទៅនឹងរឿងនេះនោះទេសរុបមកថៃបរាជ័យរឿងការទូតបរាជ័យរឿងការពារបរតពីក្របភូមាបាទភាគខាងលិចកំពុងតែរងគ្រោះដោយសារតែអីក្របផ្លោងបាទពីប៉ាទេសភូមាមីយ៉ាន់ម៉ាពងតែវាយគ្នាជាមួយ KNU អីណាបាទហើយត្រីក្របអីអត់ហ៊ានជាមួយគេទេហើយបរាជ័យរឿងសាមគ្គីភាពជាតិរឿងសាក់សពមូស្លីមបាទភាគខាងត្បូងតំបន់ហាត់ចៃខាត់សុងក្លាប៉ាតានីស្អីហ្នឹងគឺរងគ្រោះដោយសារតែប្រជាប្រដ្ឋទាំងនោះរិះគន់យ៉ាងចាស់ដៃទៅកាន់រដ្ឋាភិបាលលោកអានុទីនឆានវីរៈGolden លងស្ដេចថៃណានាពេលអនាគតក៏ថាបានដែររឿងនេះក៏ថាហេតុអីបានជាថៃគម្រាមកម្ពុជាពេលនេះដូច្នេះសំណួរសួរថាហេតុអីបានជាថៃឆ្លៀតមកគម្រាមកម្ពុជាទាំងដែលខ្លួនឯងកំពុងតែវឹកវររឿងអីវឹកវរភាគខាងលិចនោះបាទប្រិវិតពាក្យព័ន្ធរឿងភូមាអីនោះកំពុងតែបានក្របផ្លោឲ្យថៃបញ្ជូនអាវុធកងទ័ពពិសេសទៅកាន់ព្រំដែនប្រុងវាយឲ្យតាបាទវាយគ្នាឲ្យអាចផ្ទុះសង្គ្រាមក៏ថាបានតែយើងចាំមើលសិនណាបាទចម្លើយគឺសាមញ្ញណាស់នេះគឺជាយុទ្ធសាស្ត្របង្វែងដាន
តាមពិតថៃនិយាយមកគណៈរដ្ឋមន្ត្រីការពារជាតិថៃនិយាយចង់ល្បីដោយទៅនឹងប៊ុនស៊ីនផាត់ខ្លាំងណាស់បាទមុនរំលាយសភាចៅធ្វើមិនសាងគុណសម្បត្តិណាមួយឲ្យពួកសង្គមថៃជ្រុលនិយមមហោសត្រូវពីខាងក្រៅថៃកំពុងប្រើប្រាស់កម្ពុជាជាគោលដៅដើម្បីបំផុសស្មារតីជាតិនិយមនិងបាត់បង់ភាពអាម៉ាស់របស់លោកអនុទិននិងបរាជ័យរបស់រដ្ឋាភិបាលថៃតែប៉ាពុននឹងជាចុងក្រោយប្រិយមិត្តបងប្អូនយើងមិនចាំបាច់ភ័យខ្លាចនឹងពាក្យត្រៀមប្រយុទ្ធ 100% របស់ថៃនោះទេព្រោះកងទ័ពដែលខ្លាំងពិតប្រាកដគឺកងទ័ពដែលមានសាមគ្គីភាពជាតិមិនមែនកងទ័ពដែលរដ្ឋាភិបាលខ្លួនឯងកំពុងចង់កោះសាកសពប្រជាជនខ្លួនឯងនោះទេទោះជាយ៉ាងណាការប្រុងប្រយ័ត្ននិងការពង្រឹងព្រំដែនដូចជាការអំពាវនាវគឺជារឿងចាំបាច់បំផុតបាទតែបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរតើថៃពិតជាខ្លាំងមែនឬគ្រាន់តែជាខ្លាក្រដាស់ដែលកំពុងត្រូវភ្លើងឆេះសូមបញ្ចេញមតិនៅខាងក្រោមតែកុំភ្លេច Subscribe ម្នាក់មួយផងបាទដើម្បីទទួលបានព័ត៌មានពិតស៊ីជម្រៅវិភាគពាក់ព័ន្ធរឿងព្រំដែនកម្ពុជាថៃបាទសូមអរគុណ